គេនៅទាំងអស់គ្នាខ្ញុំណាភិនថ្ងៃស្អែកនេះគឺជាថ្ងៃដែលខ្ញុំចូលរៀនលើកទី1ក្នុងនាមជាសិស្សនិស្សិតហើយឥឡូវនេះគឺម៉ោង 10 កន្លះហើយខ្ញុំអត់តមករៀបចំកតាបទេតោះឥឡូវយើងចាប់ផ្ដើមទៅរៀបចំកតាបទាំងអស់គ្នាខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំដាក់អីគេខ្លះនៅក្នុងកតាបចូលរៀនថ្ងៃទី1ហើយនេះគឺជាកតាបរបស់ខ្ញុំវាជាប្រភេទកតាបស្ពាយចំហៀងព្រោះអីដោយសារតាយើងរៀននៅសាកលអញ្ចឹងអត់សូវត្រូវការសភៅអីច្រើនទេខ្ញុំយករបៀប style ទៅឲ្យស៊ីជាមួយនឹង vibe របស់ខ្ញុំនៅខាងក្នុងហ្នឹងគឺវាមានថត2ហើយមានរូប1អញ្ចឹងថតទី1គឺខ្ញុំដាក់ laptop របស់ខ្ញុំ laptop Asus laptop នេះគឺស្ដើងខ្លាំងមែនតើនៅទាំងអស់គ្នាកម្រាស់វាតាដូចជាម៉ានសង់ទីម៉ែត្រជាងអីទេហើយបន្តមកទៀតយើងចាប់ផ្ដើមដាក់ដូចកាបូបបិចចូលកាបូបបិចនេះខ្ញុំទិញនៅបណ្ណាគារនៅ EON នៅទាំងអស់គ្នាថ្ងៃហ្នឹងដើរទៅទិញអីអញ្ចឹងទៅសម្រាប់ចូលរៀនលើកទី1និយាយទៅខានរៀនឡើងប្រហែលខែអ្នកចូលទៅសកលលើកទី1អ្នកនៅក្នុងសកលឬក៏អីជួបខ្ញុំhello ដាក់ខ្ញុំផងខ្លាចជាមិត្តភ័ក្តិនឹងគ្នាអូខេនេះគឺជាកាបូបបិចរបស់ខ្ញុំវារបៀបដូច classic អញ្ចឹងអានេះមើលមកផ្លែទៅដូចស្បែកអញ្ចឹងអ្នកទាំងអស់គ្នាតែគ្រាន់ថាអានេះវាធម្មតាទេលាតអញ្ចឹងណា style ដែលខ្ញុំចូលចិត្តអញ្ចឹងទៅនៅក្នុងកាបូបិចហ្នឹងគឺខ្ញុំអត់ដាក់អីច្រើនទេខ្ញុំទិញតែបិចហើយនឹងបន្ទាត់2ទេដោយសារតែខ្ញុំមិនដឹងថានៅក្នុងសកលហ្នឹងគឺគេប្រើភៅអីទៅសេអសអីច្រើនដូចនៅក្នុងវិទ្យាល័យទៀតអត់ទេប៉ុន្តែខ្ញុំចេះទិញទៅសកួរទៅអញ្ចឹងគឺយើងមានបន្ទាត់2ហើយនឹងបិច2ដើមនៅក្នុងកាបូបខ្ញុំគឺអត់មានអីច្រើនទេអ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែដាក់ឲ្យបានកាបូបបិចអញ្ចឹងណាកុំឲ្យថាខ្ញុំដាក់របស់របរដូចបិចដូចអីហ្នឹងអត់មានរបៀបរៀបរយអញ្ចឹងយើងដាក់កាបូបបិចចូលក្នុងកតារបស់យើងហើយខ្ញុំក៏មានសភៅមួយដែរអ្នកទាំងអស់គ្នាសភៅនេះគឺខ្ញុំយកសភៅជ្រើសរើសយកសភៅអាធំហើយវាមានកម្រាស់140ទំព័របន្តមកទៀតគឺយើងមានម៉ៅសម្រាប់ចុច laptop របស់យើងហើយបន្តមកទៀតគឺ mouse pad បន្តមកទៀតគឺកាបូបលុយនេះដែរគឺកាបូបលុយស្បែកក្រពើក៏និយាយទៅកាបូបស្បែកគឺប្រើបានយូរហ្មងខ្ញុំប្រើកាបូបនេះតាំងពីឆ្នាំ2019អីយូរខ្លាំងមែនតើកាបូបមួយនេះគឺកាន់ស្នឹមតែម្ដងហើយមានមួយទៀតគឺកាសរបស់ខ្ញុំ AirPods អីធម្មតាទេអ្នកទាំងអស់គ្នាអញ្ចឹងអស់ហើយអ្នកទាំងអស់គ្នានេះគឺជាកតាបរបស់ខ្ញុំវាលក្ខណៈរបៀបស្ពាយចំហៀងបែបនេះអញ្ចឹងឲ្យស្អែកនេះគឺខ្ញុំណាភិននឹងចូលរៀនសកលលើកទី1ហើយជូនពរខ្ញុំជួបមនុស្សល្អផងហើយសង្ឃឹមថាខ្ញុំនឹងជួប fan នៅក្នុងសកលខ្ញុំដែរអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះជម្រាបលាបាយ